ចាជំរាបសួរបងប្អូនឥឡូវយើងមកតពីរបៀបកាត់ដៃអាវប្លុក8ម្ដងចាហើយមុនដំបូងយើងបត់កណាត់ហ្នឹងចាបដោយរើមចាបត់គួបជា2ទៅហើយរួចហើយយើងទុកគូសបន្ទាត់ទុកធ្នេកដេ1លេខសម្រាប់ដេជាប់ដៃហើយបន្ទាប់មកយើងចុកក្លៀក11លេខចា11លេខយើងគូសមួយមកចាអាហ្នឹងសម្រងចុកក្លៀកបងប្អូនចាអាវដៃខ្លីចាហើយសម្រងអាវគឺ23ចាយើងគូសមក23ចា23យើងចុចមកខាងនេះ23ចាឲ្យស្មើគ្នាបងប្អូនរួចហើយបត់ជើងចុងដៃគឺ5លេខចា5លេខនេះគឺយើងមិនបត់ម្ដង5លេខគឺយើងបត់ជា2បងប្អូនចាយើងយកជា2បត់2លេខកន្លះចុងដៃបត់2លេខកន្លះបន្ទាប់មកយើងចែកទំហំក្លៀកទៅចាទំហំក្លៀកយើងប្រហែល44ចែកជា2 22ចឹងយើងគូសមករកចំណុច22ចាហ្នឹងចន្លោះហ្នឹងគឺ22ចាហើយយើងទុកធ្នេទៅចាធ្នេខាងមុខយើងទុក2លេខកន្លះបងប្អូនតាមបងប្អូនចង់ទុកទេចា2លេខ1លេខកន្លះអីចឹងណាចាហើយយើងយកចំណុច22ហ្នឹងយើងចែកជា3អញ្ចឹង22យើងបាន7.2ចា20ចែកទៅបាន3ប្រឡោះណាចា3ប្រឡោះถึงធ្វើមិនយើងយកចំណុចហ្នឹងយកមកចែកបន្ទាប់មកយើងចែកជា3ប្រឡោះហើយយើងប្រឡោះលេខក្បាលដៃឡើង3លេខបន្ទាប់មកចាក្នុងទី2នេះឡើង1លេខចាហើយកន្លែងនេះយើងចន្លោះប្រហោងនេះចាយើងចែកជា2ហើយយើងចុះកន្លះលេខចាសម្រាប់បងប្អូនដែលគាត់រៀនកាត់ដំបងដែលដៃអាវជាអត់សូវស្អាតបងប្អូនអាចគូសនឹងឈៀកចាខ្ញុំចង់បរៀនបងប្អូនគូសនឹងឈៀកចាតែងឈៀកមួយទៅសម្រាប់ស្រួលគូសហើយលឿនទៀតអញ្ចឹងណាចាហើយបើសួរខ្ញុំកាត់ដៃមិនគូសបានចាបានខ្ញុំមិនបាច់គូសក៏បានតែខ្ញុំចង់បរៀនបងប្អូនឲ្យចេះគូសឈៀកទៅលឿនចាហើយស្អាតត្រូវនឹងក្លៀកដៃអាវយើងដេកទៅគឺអស់ស្អាតណាបងប្អូនចាអញ្ចឹងដាក់ក្បាលដៃភ្ជាប់ជាមួយនឹង3លេខហើយយើងបន្ទាប់មកយើងតម្លាក់ឈៀកទៅចុះខាងក្រោមចំណុចកោងហ្នឹងរកគូសភ្ជាប់ពីលេខ1ទៅកន្លែងក្លៀកបន្ទាប់មកយើងចាបន្ទាប់មកយើងចែកចុងដៃគឺ34ចា34ចែក2 17ចា17ចា17ចឹងយើងតែចុងដៃនិយាយទៅយើងទំហំយើងវាស់ឃើញប្រហែលយើងចែក2ហើយយើងទុកធ្នេ2លេខកន្លះដល់3លេខឬក៏និយាយទៅសំខាន់លើបងប្អូនចង់ទុកចាខ្ញុំទុកនេះក្នុងនេះទុក2លេខកន្លះទៅ3លេខចឹងណាចាហើយយើងកាត់តាមគំនូសដែលយើងកាត់មកចាពីក្បាលដៃយើងមកចាចំណុចឡើង3លេខមកបន្ទាប់មកឡើង1លេខបន្ទាប់មកចុះ0.5គឺកន្លះលេខហើយយើងកាត់មកចាកាត់តាមខ្ញុំចឹងមកបងប្អូនចានេះហើយរបៀបកាត់អាវដៃខ្លីបងប្អូនចាបងប្អូនអាចមើលបានចាកាត់បានពួកឯងខ្ញុំប្រាប់ច្បាស់ហើយអញ្ចឹងចាអាវដៃខ្លីហើយសម្រាប់អាវដៃខ្លីនេះយើងកាត់អញ្ចឹងហើយកុំភ្លេចចាពេលដែលផ្ទាំងមុខកន្លែងក្លៀកយើងនេះគឺជាចោលកន្លះលេខចាកន្លះលេខបងប្អូនអញ្ចឹងបងប្អូនមើលនេះចំណុចហ្នឹងខ្ញុំគូសខ្វែងគឺយើងពេលយើងភ្ជាប់យើងយកក្លៀកហ្នឹងដាក់ខាងមុខណាចាបន្ទាប់មកយើងចូលចាកន្លះលេខយើងចូលកន្លះលេខដើម្បីកុំឲ្យសល់ពួកឯងធម្មតាសាច់ក្លៀកយើងដាក់ដៃទៅរៀងចូលទៅក្នុងអញ្ចឹងយើងត្រូវតែជាដើម្បីឲ្យវាអស់ណាចាវាអស់កុំឲ្យសល់សាច់ក្លៀកនៅពេលដែលយើងដាក់ដៃចូលក្រោមទៅស្អាតចាអញ្ចឹងបងប្អូនចាហើយចំណុចហ្នឹងគឺត្រូវពេលដែលយើងដេរគឺដាក់ខាងមុខភ្ជាប់ជាមួយនឹងក្លៀកអាវផ្ទាំងមុខចាអាខាងអត់មានគូសនេះគឺភ្ជាប់ទៅនឹងក្លៀកខាងក្រោយចាបងប្អូនអាចមើលបានហើយបាត់ជើងនេះបាត់ជើងអាវហ្នឹងគឺចុងដៃអាវនេះចាចុងដៃអាវគឺយើងបាត់ទី2អញ្ចឹងហើយយើងដេរមកអ៊ុតដេរឲ្យស្អាតមកចាទុកចុងដៃអាវ5លេខចាពេលយើងបត់គឺ2លេខកន្លះអញ្ចឹងណាបងប្អូនស្អាតចានេះចុងដៃអាវវាហៅអាវឈុតប្លុកបងប្អូនចាប្លូគឺអត់ទេផ្សេងទៀតចានេះឈុតប្លុកជាមួយនឹងខោកៅស៊ូចាហៅប៉ៅ2ចាស្រួលស្លៀកចាបាយបាយ